vậy mà bong ôi sạch khăn nhung lòng lắc đã thang ngày nó lòng cái xua mỏ á ជំរាបសួរបងប្អូន Skylar Ross ធ្វើឈុតពិសេសឲ្យកូនកំមុំមួយទៀតហើយគឺថាឈុតនេះពោពេញទៅដោយផ្កាស្បៃប៉ោងធំអូយនិយាយទៅគឺថាសម្រិតសម្រាំងអស់ពីសមត្ថភាពហ្មងពេលដែលកូនកំមុំគាត់បានតាក់ទងមកយើងដំបូងគាត់បានប្រាប់ពីគំនិតរបស់គាត់មាន reference ឲ្យយើងមើលចំណុចសំខាន់របស់គាត់មួយទៀតគឺថាកម្មវិធីគាត់អ្វីៗគឺពិសេសអស់ហើយការរៀបចំផ្ការោងតុបតែងអ្វីៗទាំងអស់គឺគាត់ត្រូវតែ perfect ប៉ុន្តែមានចំណុចមួយទៀតដែលគាត់អត់ទាន់ដោះស្រាយបានគឺរ៉ូបសម្រាប់កម្មវិធីកាត់នំនិងរ៉ូប after party គាត់បានសង្កត់ថាអ្វីៗគឺគាត់ចង់ឲ្យ perfect ហើយឲ្យល្អបំផុតហើយនៅក្នុងកម្មវិធីមង្គលការគាត់ទាំងមូលជំរឿសមួយណាក៏ដោយក៏គាត់រើសយកជំរឿសដែលខ្ពស់ជាងគេ best ជាងគេធំជាងគេអញ្ចឹងរបស់គាត់ទាំងពីរក៏ត្រូវតែ best ដែរសម្រាប់ពួកយើងការងារបែបនេះគឺស្រឡាញ់មែនតែនរ៉ូបដែលរឹតតែធំ mode ដែលរឹតតែលេចធ្លោគឺអាចឲ្យយើងបញ្ចេញស្នាដៃរឹតតែខ្លាំងហើយកូនកំមុំរបស់យើងគឺគាត់ open មែនតែនទោះបីជាគំនិតរបស់គាត់ពីដំបូងគាត់មាន mode ផ្សេងនៅក្នុងចិត្តប៉ុន្តែពេលដែលខ្ញុំណែនាំគាត់ថា mode នេះនឹងមើលទៅឃើញញ៉ៃញ៉ៃមិនសូវជាសមមិនសូវជាថ្លៃថ្នូរយើងណែនាំ mode មួយទៀតដែលជាប្រភេទតែមួយឯងដែលនឹងត្រូវចិត្តគាត់ដែលគាត់អត់ទាន់បានដឹងណែនាំ mode ដែល elegant ហើយ special ដែរប៉ុន្តែបែបផ្សេងមើលទៅ clean ជាងអញ្ចឹងបងប្អូនមកឃើញនៅក្នុងដើមវីដេអូគឺយើងប្រាប់ការកលាបទាំងអស់ដែលរំលេចអមជាមួយនឹងការតូចអានេះគឺជា mode ដែលយើងណែនាំឲ្យគាត់យើងឆ្នៃឲ្យគាត់ថ្មីដែល mode ដែលគាត់ចង់បានដំបូងហ្នឹងគឺផ្កាមានច្រើន mode ចូលគ្នាអញ្ចឹងយើងមើលទៅអាចនឹងមានភាពអញ្ញែញ៉ៃអាចនឹងមិនសមជាមួយនឹងកម្មវិធីរបស់គាត់មិនសូវជាសមជាមួយនឹងអត្តចរិតនិងរូបរាងរបស់គាត់អញ្ចឹងយើងមើលទៅយើងមើលអត្តចរិតគាត់យើងនឹងអាចយល់ដឹងខ្លះហើយពេលដែលយើងនិយាយមួយគាត់យើងស្គាល់គាត់តិចតួចយើងអាចនឹងយល់ដឹងថាតើគាត់អាចនឹងចូលចិត្ត mode បែបណាផ្សេង mode បែបណាដែលអាចនឹងសមនឹងគាត់ជាងគេអញ្ចឹងយើងណែនាំគាត់យើងពន្យល់គាត់ទៅថាមានជំរឿសណាដែលល្អជំរឿស A នឹងបែបណាជំរឿស B នឹងបែបណាយើងធ្វើការតូចទុកចិត្តនៅការឆ្នៃទុកចិត្តនៅការណែនាំនិងពន្យល់របស់យើងមែនតើអញ្ចឹងបន្ទាប់ពីគាត់ទទួលយកយោបល់និង advice ពីពួកខ្ញុំហើយពេលដែលគាត់ឃើញឈុតឃើញលទ្ធផលហើយបានលោបានស្លៀកគឺគាត់មានអារម្មណ៍ថាអូយសប្បាយចិត្តហើយសមនឹងអ្វីដែលគាត់ចង់បានពួកយើងនៅនេះហាពេលដែលដល់ភ្ញៀវលោម្ដងគឺមានអារម្មណ៍ថារំភើបជាងគេទៀតពីព្រោះឲ្យតែឃើញស្នាមញញឹមឲ្យឃើញភាពសប្បាយចិត្តរបស់គាត់ណាអ្វីដែលគាត់សម័យបានខ្លាចជាការពិតបាននៅលើខ្លួនគាត់អញ្ចឹងគឺយើងឃើញស្នាមញញឹមរបស់គាត់មកហើយពេលដែលគាត់ផ្ញើសារមកបែបនេះគឺខ្ញុំសប្បាយចិត្តមែនតើរូបដើរហ្នឹងយកសុំបីតែប៉ុណ្ណាក៏គេតែសារថាស្អាតដែរសពុតណាវ៉ាល់ចេញមកលក្ខណៈថាមើលមកថ្លៃស្អាតហ្មងអូយនិយាយពីថាមកធ្វើការហងថ្ងៃគឺអត់ហត់ទេហត់កាយមែនប៉ុន្តែសប្បាយចិត្តមានអារម្មណ៍ថាសេចក្តីសុខហើយរំភើបជំនួសជំនួសគាត់ហ្មងពីព្រោះអីឥឡូវយើងគ្រាន់តែសម័យក៏រំភើបដែរមនុស្សស្រីដល់ថ្ងៃពិសេសគឺយើងសង្ឃឹមថាត្រូវតែស្អាតជាងគេបំផុតនៅក្នុងថ្ងៃហ្នឹងអញ្ចឹងពេលដែលពួកយើងអាចធ្វើឲ្យគាត់មានអារម្មណ៍បែបហ្នឹងបានមែនតើណាគឺសេចក្តីសុខខ្លាំងមែនតើសម្រាប់ខ្ញុំហើយមួយទៀតគឺធ្វើឲ្យយើងមានអារម្មណ៍ធ្វើការមានអារម្មណ៍ប្រឹងប្រែងធ្វើមិនឲ្យភ្ញៀវយើងរឹតតែស្អាតបងប្អូនអញ្ចឹងនេះគឺជាលទ្ធផលរបស់យើងការកលាបនីមួយៗទាំងធំទាំងតូចគឺមួយស្រទាប់ធ្វើដោយដៃយើងប្រើកម្ដៅកាត់ទេមិនមែនប្រើកត្រៃកាត់ទេហើយនៅមួយទៀតមានបងប្អូនខ្លះគាត់បានសួរថាអូយតើប្រើកណាត់អស់ប្រហែលម៉ែត្របងប្អូនអើយពេលនេះហើយគឺពួកយើងអត់បានគិតម៉ែត្រទេគិតជាកៃហើយសម្រាប់កូនកំមុំទាំងអស់គ្នាមិនបាច់បារម្ភថាប្រើកណាត់បែបណាឬក៏គួរតែទិញកណាត់ប្រហែលម៉ែត្រទេស្តង់ដារនៅ Skylar Ross គឺកូនកំមុំចង់បានឈុតបែបណាមកពិភាក្សាជាមួយយើងខ្ញុំនឹងណែនាំខ្ញុំនឹង design mode ជូនហើយខ្ញុំនឹងគិតជូនជាកញ្ចប់អញ្ចឹងកូនកំមុំអត់បាច់កល់ច្រើនទៅទិញកណាត់ថាហើយត្រូវទិញប្រហែលម៉ែត្រនៅនេះគឺយើង provide ជាកញ្ចប់ហ្មងអញ្ចឹងអ្វីដែលសំខាន់គឺកូនកំមុំគ្រាន់តែប្រាប់ខ្ញុំមកថាចង់បានមកបែបណាចង់បានអារម្មណ៍បែបណាកម្មវិធីមិនហើយត្រូវការពេលណាខ្ញុំនឹងរៀបចំជូននៅនេះគោលការណ៍ខ្ញុំមួយដ៏ធំបំផុតគោលការណ៍គឺអត់ឲ្យមាន stress ដល់កូនកំមុំពីព្រោះអីខ្ញុំដឹងថាពេលដែលរៀបចំកម្មវិធីមង្គលការម្ដងកូនកំមុំកូនកន្លោះគឺ stress ហើយភ័យឲ្យគាត់មានអារម្មណ៍ថាអត់សំណុកទេអញ្ចឹងពេលដែលមកខ្ញុំចង់ឲ្យគាត់មានអារម្មណ៍ថាសប្បាយចិត្តមានអារម្មណ៍ថា relax ហើយចាំទទួលយកតែរ៉ូបនៅក្នុងក្តីសម័យហើយចាំតែស្អាតនៅក្នុងថ្ងៃពិសេសរបស់យើងបានហើយអរគុណច្រើនបងប្អូនទាំងអស់គ្នាវីដេអូមួយនេះចាប់ហើយហើយអរគុណកូនកំមុំដ៏ស្រស់ស្អាតរបស់យើងដែលបានមករក Skylar Ross ដើម្បីច្នៃម៉ូដទាំងពីរជូនបាយបាយ